ខ្ញុំនៅតែមិនយល់បាទប្រទេសជាតិយើងមានបញ្ហាបែបហ្នឹងព្រឹកមិញខ្ញុំជិះម៉ូតូទៅផ្សារអូឡ িম্প ិកបាទសង្កាត់ផ្សារទូលកំពូលវិញខ្ញុំទៅបែរនោះឃើញក្រាសាំង PTT បាទអាម៉ូសូនេះហ្នឹងមានអ្នកចូលផឹកចូលចាក់សាំងធម្មតាបាទហ្នឹងហើយយើងគ្មានសិទ្ធិអីហាមឃាត់គាត់ទេគាត់ថាចម្លើយថាបើសិនជាអ្នកស្លាប់ទាំងអស់នោះជាក្រុមគ្រួសារគាត់ជាកូនគាត់ជាឪគាត់ជាម៉ែគាត់ថាជាគាត់ឈឺចាប់យ៉ាងមកទៅពួកហ្នឹងណាបាទហើយមួយទៀតបើសិនជាខ្ញុំជាថ្នាក់លើវិញណាបាទចាប់ពួកហ្នឹងហើយយកទៅធ្វើកងតបជួមុខតែគាត់មានអារម្មណ៍បែបម៉េចហ្នឹងហើយខ្ញុំអាចនឹងខុសវីដេអូហ្នឹងមានអ្នកជេរច្រើនតែខ្ញុំអត់មានខ្វល់ទេប្រទេសជាតិមួយនេះដល់ដំណាក់កាលនេះនៅតែមានអ្នកខ្លះគ្រប់គ្រងថៃអត់អាម៉ាហ្សូនច្រាស់កាហ្វេមកកើតអត់ចាក់សាំង PTT ដំណើរការបើសិនម៉ូតូឡើងទៅមុខខ្ញុំមិនដឹងទេបាទអញ្ចឹងខ្ញុំនឹងទទួលពាក្យជេរទាំងអស់នេះបាទរីករាយទៀតបាទសម្រាប់ពួកហ្នឹងបាទហើយសិតឡានទំនើបទៀតបាទដាក់សិតផ្លាកកម្ពុជាឡានគេបាទទំនើបបាទពួកហ្នឹងអស់ទៅហ្នឹងហើយ